សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ឯកសារខ្មោចថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទីកន្លែងដ៏អាថ៌កំបាំងនិងគួរឲ្យព្រឺក្បាលមួយនៅក្រោមទីក្រុងប៉ារីសនៃប្រទេសបារាំងទីនោះមានឈ្មោះថារូងក្រោមដីប៉ារីសឬក៏ Paris Claircombe នៅទីនោះមិនត្រឹមតែជាទីកន្លែងដែលផ្ទុកឆ្អឹងមនុស្សរាប់លានអ្នកប៉ុណ្ណោះទេថែមទាំងជាជំរកនៃរឿងព្រេងខ្មោចដ៏ល្បីល្បាញមួយគឺខ្មោចរូងក្រោមដីទីក្រុងប៉ារីសតើមានអ្វីខ្លះបានកើតឡើងនៅទីនេះសូមតាមដានទាំងអស់គ្នារូងក្រោមដីប៉ារីសមិនត្រឹមតែជារូងធម្មតាប៉ុណ្ណោះទេវាជាបណ្ដាញផ្លូវរូងក្រោមដីដ៏ធំទូលាយមួយដែលលាតសន្ធឹងរាប់រយគីឡូម៉ែត្រនៅក្រោមទីក្រុងប៉ារីសដំបូងឡើយរូងទាំងអស់នេះជាអណ្ដូងរ៉ែថ្មកំបោរដែលត្រូវបានគេជីកយកថ្មទៅកសាងអគារផ្សេងៗនៅក្នុងទីក្រុងប៉ារីសតាំងពីសម័យរ៉ូមែនមកម្ល៉េះនៅចុងសតវត្សទី18ទីក្រុងប៉ារីសបានប្រឈមមុខនឹងបញ្ហាដ៏ធំមួយគឺការបញ្ចុះសពដែលពេញអស់កករហូតដល់ប៉ះពាល់ដល់អនាម័យសាធារណៈថែមទៀតផងដូច្នេះរដ្ឋាភិបាលបានសម្រេចចិត្តផ្ទេរឆ្អឹងមនុស្សរាប់លាននាក់ពីទីកន្លែងបញ្ចុះសពនានាទៅកាន់រូងក្រោមដីមួយនេះគេបានប៉ាន់ប្រមាណថាមានឆ្អឹងមនុស្សប្រហែលជាង6លាននាក់ត្រូវបានយកមកតម្រៀបទុកយ៉ាងមានរបៀបរៀបរយនៅរូងក្រោមដីមួយនេះវាពិតជាទស្សនវិជ្ជាដ៏ព្រឹកក្បាលប៉ុន្តែគួរឲ្យចាប់អារម្មណ៍ក្នុងពេលតែមួយរូងក្រោមដីប៉ារីសត្រូវបានគេស្គាល់ថាជារូងដ៏ស្មុគស្មាញនិងងងឹតសូន្យឈឹងប៉ុន្តែមានផ្នែកតូចមួយប៉ុណ្ណោះដែលត្រូវបានបើកឲ្យភ្ញៀវទេសចរចូលទៅទស្សនាបានហើយផ្នែកនៅសល់ផ្សេងទៀតគឺត្រូវបិទចិត្តរឿងរ៉ាវដ៏ល្បីល្បាញមួយគឺបុរសម្នាក់មានឈ្មោះថា Philibert Asbert ជាអ្នកយាមទ្វារម្នាក់នៅឆ្នាំ1793គាត់បានបាក់ខ្លួននៅក្នុងរូងក្រោមដីអស់រយៈពេល11ឆ្នាំគេបានរកឃើញសាកសពរបស់គាត់នៅក្នុងឆ្នាំ1804នៅក្នុងរូងក្រោមដីទីកន្លែងមួយដែលឆ្ងាយពីច្រកចូលគាត់ត្រូវបានគេជឿថាបានបាត់បង់ទិសដៅនៅក្នុងភាពងងឹតហើយបានស្លាប់ដោយការអត់ឃ្លានរឿងរ៉ាវបែបនេះក្លាយជាមូលដ្ឋាននៃរឿងព្រេងជាច្រើនអំពីមនុស្សបាត់ខ្លួននិងខ្មោចលោនៅក្នុងរូងក្រោមដីមួយនេះក្នុងចំណោមរឿងរ៉ាវដ៏គួរឲ្យខ្លាចជាច្រើននៅក្នុងរូងក្រោមដីទីក្រុងប៉ារីសរឿងខ្មោចលងរូងក្រោមដីគឺជាការពេញនិយមបំផុតគេនិយាយថាមានវិញ្ញាណមួយដែលសេសសល់នៅក្នុងរូងក្រោមដីហើយបានលុបបន្លាចអ្នកណាដែលហ៊ានចូលទៅផ្នែកដែលបិទចិត្តឬក៏អ្នកដែលមិនគោរពដល់វិញ្ញាណអ្នកស្លាប់ខ្មោចនេះមិនមែនជាខ្មោចដែលមានរូបរាងច្បាស់លាស់នោះទេប៉ុន្តែវាបានបង្ហាញខ្លួនតាមរយៈបាតុភូតចម្លែកជាច្រើនអ្នកដែលបានជួបប្រទះបានរាយការណ៍អំពីអារម្មណ៍ដែលត្រជាក់ស្រាំងសំឡេងខ្សឹបខ្សៀវដែលស្ដាប់មិនយល់សំឡេងជើងនៅក្បែរខ្លួនទោះបីជាគ្មាននរណានៅទីនោះក៏ដោយពេលខ្លះឧបករណ៍ថតសំឡេងក៏បានថតជាប់ជាមួយនឹងសំឡេងចម្លែកដែលមិនអាចបញ្យល់បានមានរឿងរ៉ាវជាច្រើនអំពីភ្ញៀវទេសចរនិងអ្នកស្វែងយល់ដែលជួបប្រទះនឹងបាតុភូតចម្លែកបែបនេះអ្នកខ្លះបានរាយការណ៍ថាពួកគេបានថតរូបបានពន្លឺចម្លែកឬក៏ស្រមោលរបស់មនុស្សដែលមើលទៅដូចជាកំពុងដើរនៅក្នុងចំណោមឆ្អឹងអ្នករករកក្រោមដីខុសច្បាប់មួយចំនួនបានអះអាងថាពួកគេបានឮសំឡេងព្រមានចេញពីក្រៅឬក៏មានអារម្មណ៍ថាមានកម្លាំងមើលមិនឃើញទាញពួកគេឲ្យត្រឡប់មកវិញតើបាតុភូតនេះអាចបញ្យល់បានដោយរបៀបណាមានទិសដៅជាច្រើនបានលើកឡើងមកទី1ទិសដៅវិញ្ញាណមនុស្សជាច្រើនជឿថាវិញ្ញាណរបស់មនុស្សរាប់លាននាក់ត្រូវបានកប់នៅទីកន្លែងនោះมันបានស្ងប់សុខនោះទេធម្មពលនឹងការឈឺចាប់របស់គេនៅតែវិលវល់ក្នុងរូងក្រោមដីទី2ទិសដៅផ្លូវចិត្តអ្នកខ្លះទៀតជឿថាបាតុភូតទាំងនោះគឺបណ្ដាលមកពីឥទ្ធិពលឬក៏ធម្មពលផ្លូវចិត្តទៅលើមនុស្សនៅក្នុងបរិយាកាសស្ងប់ស្ងាត់ងងឹតមើលអ្វីមិនឃើញនិងពោពេញទៅដោយឆ្អឹងរបស់មនុស្សការភ័យខ្លាចនិងភាពតានតឹងអាចធ្វើឲ្យពួកគេស្រមើស្រមៃអ្វីដែលមិនមែនជាការពិតឬឮសំឡេងចម្លែកទោះបីជាមានរឿងរ៉ាវដ៏គួរឲ្យខ្លាចទាំងអស់នេះក៏ដោយរូងក្រោមដីទីក្រុងប៉ារីសនៅតែទាក់ទាញមនុស្សជាច្រើនទៅទស្សនាផ្នែកដែលបើកឲ្យសាធារណជនចូលទៅទស្សនាត្រូវបានគេរៀបចំយ៉ាងល្អប៉ុន្តែផ្នែកដែលត្រូវបានគេបិទចិត្តនៅតែជាទីកន្លែងដែលតាក់ទាញអ្នកស្វែងយល់និងអ្នកចូលចិត្តផ្សងព្រេងផ្សេងទោះជាយ៉ាងណាក៏ដោយការលួចចូលផ្នែកដែលបិទចិត្តគឺមានគ្រោះថ្នាក់យ៉ាងខ្លាំងអ្នកអាចបាត់បង់ទិសដៅអខ្យល់អុកស៊ីហ្សែនឬក៏ជួបប្រទះបញ្ហាផ្សេងដែលបណ្ដាលឲ្យបាត់បង់ជីវិតរដ្ឋាភិបាលបារាំងបានចេញច្បាប់ហាមឃាត់ការចូលទៅក្នុងផ្នែកទាំងអស់នេះហើយអ្នកបំពេញច្បាប់ទាំងអស់នេះត្រូវបានពិន័យយ៉ាងច្រើនទ្រឹស្ដីមួយទៀតបាននិយាយថាបរិយាកាសនៅក្នុងរូងក្រោមដីមានលក្ខណៈពិសេសគឺសំណើមខ្ពស់និងសីតុណ្ហភាពទាប
និងការខ្វះខ្យល់ចូលកត្តាទាំងអស់នេះអាចបណ្ដាលឲ្យមានសម្លេងប្លែកៗឬការយល់ច្រឡំផ្សេងៗមនុស្សមួយចំនួនទៀតបាននិយាយថារូងក្រោមដីអាចមានរំញ័រទាបដែលមិនអាចស្ដាប់ឮដោយត្រចៀករបស់មនុស្សប៉ុន្តែអាចបណ្ដាលឲ្យមានអារម្មណ៍មិនស្រួលឬការយល់ឃើញចម្លែករូងក្រោមដីទីក្រុងប៉ារីសគឺជារូងដែលពិសេសពោពេញទៅដោយប្រវត្តិសាស្ត្រអាថ៌កំបាំងនិងរឿងព្រេងនិទានដ៏ព្រឺក្បាលវាបានរំលឹកយើងថាជីវិតគឺផុយស្រួយហើយការស្លាប់គឺជាផ្នែកមួយនៃជីវិតដែលមិនអាចជៀសបានមិនថាអ្នកជឿទៅលើរឿងខ្មោចឬក៏មិនជឿក៏ដោយរូងក្រោមដីនេះនៅតែជាទីកន្លែងដែលធ្វើឲ្យយើងមានអារម្មណ៍ប្លែកវាជាភស្តុតាងមួយដែលបង្ហាញថាទីក្រុងប៉ារីសមិនត្រឹមតែជាទីក្រុងស្នេហាពន្លឺភ្លើងប៉ុណ្ណោះទេថែមទាំងជាទីក្រុងដែលមានភាពងងឹតនិងអាថ៌កំបាំងដែលលាក់បាំងនៅក្នុងក្រោមដីរបស់ខ្លួនផងដែរតើបងប្អូនមានមតិយោបល់យ៉ាងណាដែរចំពោះរឿងខ្មោចខាងលើតើបងប្អូនហ៊ានចូលទស្សនានៃរូងក្រោមដីបែបនេះដែរឬទេសូមជួយចែករំលែកមតិយោបល់នៅក្នុង comment ខាងក្រោមសូមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូបន្តទៀត